và số đây bong ổn hạt phầnนี้คือខ្ញុំមកដល់ត្រង់ជ្រូករបស់ខ្ញុំហើយគឺត្រង់ជ្រូក TKPG បាទមុននឹងចាប់ផ្ដើមនៃការងារផ្សេងពីច្រើនគឺខ្ញុំទៅធ្វើមុនគេនោះគឺមកមើលជ្រូកពីមុនសិនយើងមើលជ្រូកហ្នឹងតាមត្រង់នីមួយតាមប្រឡោះនីមួយតាមមេនីមួយព្រោះបច្ចុប្បន្នហ្នឹងគឺត្រង់របស់ខ្ញុំហ្នឹងគឺមានកូនខ្ចីច្រើនមានមេកូនខ្ចីច្រើនមានមេកមុំមានមេចាស់មានមេចាស់កូនហើយបាទនេះមេកមុំអញ្ចឹងណាហើយមេកមុំនេះយើងមើលទៅមានសកម្មភាពខុសធម្មតាដោយសារជើងវានេះជើអញ្ចឹងទៅអញ្ចឹងណាបាទអញ្ចឹងយើងត្រូវតាមមើលវាអញ្ចឹងហើយទី2តើតើការមើលវាតើស្នុកមួយណាហ្នឹងមើលមានចំណីអីអត់មានចំណីនៅសល់អត់ឬក៏វាស៊ីនៅសល់ច្រើនឬក៏តិចអញ្ចឹងយើងត្រូវការតាមដានវាជាមុនសិនហ្នឹងណាបងប្អូនតែដោយសារយើងតាមដានបែបហ្នឹងហើយយើងការឲ្យចំណីក៏យើងដាក់តាមនឹងដែរដោយសារមេខ្លះថយចំណីអីចឹងអញ្ចឹងយើងត្រូវការដើមមើលអញ្ចឹងគឺ2 3បកទៅហ្នឹងណាបាទហ្នឹងគឺពីច្រើនគឺខ្ញុំធ្វើអញ្ចឹងជារៀងរាល់ថ្ងៃអញ្ចឹងណាបាទយើងមើលគ្រប់សពត្រង់ជ្រួយអស់ហើយនៃប្រឡោះនីមួយហ្នឹងគឺយើងអាចងាកមករកមើលចំណីវិញអញ្ចឹងណាបាទយើងមើលថាចំណីអញ្ចឹងគឺចំណីយើងត្រូវមើលវាអញ្ចឹងដោយសារយើងមើលពីមុនហើយគឺយើងមានឃើញជ្រូកខ្លះវាមានបញ្ហាខ្លះគឺខ្លះសល់ចំណីនៅក្នុងស្នូកក្នុងអីហ្នឹងទៅយើងត្រូវការសម្អាតអញ្ចឹងណាយើងត្រូវមើលហើយអ្វីដែលនេះគឺមេនេះគឺត្រូវប្របែកហ្នឹងបាទធំហើយហើយមើលទៅជឹកអែមស្រឡាញ់ហ៎បើស្រឡាញ់កក់មួយតែត្រង់នេះគេកក់ឲ្យហើយកក់ហើយបន្ទាប់មកគឺយើងមើលហើយទងជ្រូករួចសពគ្រប់ហើយគឺចាប់ដើមរៀបចំចំណីហ្នឹងណាហើយដូចខ្ញុំបញ្ជាក់ពីដំបូងអញ្ចឹងគឺការរៀបចំចំណីយើងរៀបចំឲ្យបានត្រឹមត្រូវហើយត្រូវមើលថាតើជ្រូកមួយក្បាលណាមួយក្រុមណាត្រូវការចំណីប្រមាណអញ្ចឹងណាព្រោះយើងមើលឃើញអស់ហើយថាជ្រូកណាខ្លះវាមានបញ្ហាជ្រូកណាខ្លះនៅសល់ចំណីយើងត្រូវកាត់បន្ថយតាមហ្នឹងបន្ទាប់មកយើងរៀបចំដាក់ទឹកឲ្យវាបាទយើងរៀបចំដាក់ទឹកឲ្យវាហើយលាយមួយចំណីហ្នឹងដើម្បីយើងដាក់ទៅគឺវាលាយស្ងប់វាបានចំណីបានកពស់បានទឹកអញ្ចឹងណាបាទអញ្ចឹងយើងត្រូវចាក់ឲ្យវាអញ្ចឹងដោយសារត្រង់ខ្ញុំគឺភាគច្រើនគឺខ្ញុំដាក់ចាក់ចំណីមកហើយបន្ទាប់មកខ្ញុំដាក់ទឹកខាងក្រោយអញ្ចឹងណាបាទក៏ប៉ុន្តែការចិញ្ចឹមជ្រូកយើងមើលទៅដូចធម្មតាទេប៉ុន្តែបើធ្វើរាល់ថ្ងៃគឺការងារច្រើនគួរសមមែនតើច្រើនគួរសមមួយព្រឹកធំចង់រួចទេណាបាទមួយព្រឹកធំចង់រួចទេបន្ទាប់ពីយើងឲ្យចំណីឲ្យអីហើយអស់ហ្នឹងគឺយើងបន្ទាប់មកគឺយើងត្រូវដើរមើលពិនិត្យមើលត្រង់ម្ដងទៀតអញ្ចឹងណាពិនិត្យមើលត្រង់ម្ដងទៀតហើយពិនិត្យមើលត្រង់ម្ដងទៀតហើយយើងត្រូវការសម្អាតត្រង់ហើយបាទយើងត្រូវការសម្អាតត្រង់ត្រូវការលើកអីរបស់វាដើម្បីសម្អាតត្រង់ឲ្យវាស្អាតណាកាលណាជិតយើងកន្លែងយើងស្អាតសុខភាពជ្រូករបស់យើងក៏ល្អដែរអញ្ចឹងណាហើយណាមួយចំពោះជ្រូករបស់ខ្ញុំនឹងទៀតគឺវាមានកូនខ្ចីហើយកូនខ្ចីគឺចាំបាច់ត្រូវការយើងសម្អាតទៅនឹងលាមករបស់វានឹងសម្អាតត្រង់នឹងឲ្យបានស្អាតដើម្បីកុំឲ្យកូននឹងវារារូបទៅផ្សេងហ្នឹងទៅហើយកូនរបស់វាក៏មានសុខភាពល្អតាមដែរអញ្ចឹងណាបាទហើយអ្វីដែលសំខាន់នោះគឺត្រូវមានការយកចិត្តទុកដាក់បំផុតមកខ្ញុំនិយាយអញ្ចឹងគឺយកចិត្តទុកដាក់ណាបាទចំពោះការងារហ្នឹងណានេះហើយគឺជាការងារមួយព្រឹករបស់ខ្ញុំនៅក្នុងត្រង់ជ្រូករបស់ខ្ញុំត្រង់ជ្រូក TKPG គឺមួយព្រឹកធំការងារមានតែប៉ុណ្្នឹងទេ
ចឹងបើបងប្អូនចង់មើលពីសកម្មភាពប្រចាំថ្ងៃបែបហ្នឹងកុំភ្លេចតាមដាននៅ TKPG ជាមួយគ្នាអរគុណ